ជំរាបសួរបងប្អូនបាទខ្សែវីដេអូនេះគឺចង់បង្ហាញពីការរចនានៅសួនច្បារដែលជាផ្នែកមួយទាក់ទាញអារម្មណ៍ក៏ដូចជាដើម្បីសុខភាពផ្លូវអារម្មណ៍ហើយសុខភាពផ្លូវអារម្មណ៍ល្អក៏អាចល្អទៅដល់សុខភាពផ្លូវកាយដែរហើយមានសួនច្បារលំអជាផ្នែកមួយដែលយើងអាចសិក្សាពីរចនាបថនិងការតុបតែងលម្អគេហដ្ឋានក៏ដូចជាក្នុងភូមិផលក៏ដូចជានៅក្នុងសហគមន៍អីចឹងទៅគឺសុទ្ធតែមានភាពល្អប្រសើរដើម្បីសុខភាពព្រោះការធ្វើការរបស់យើងហ្នឹងគឺតែងតែស្មុគស្មាញហើយតែងតែមនុស្សអ៊ូអរធ្វើឲ្យ stress ផ្លូវអារម្មណ៍ផ្លូវចិត្តហើយនាំឲ្យឈឺដល់ផ្លូវកាយដូចជាគេមិនលក់អីចឹងការឈៀតពេលកំសាន្តអារម្មណ៍ដើម្បីឲ្យសុខភាពល្អជាផ្នែកមួយដ៏សំខាន់នៃការរស់នៅក្នុងជីវិតបាទអញ្ចឹងខ្សែវីដេអូនេះគឺគ្រាន់តែជាចំណែកមួយដោយបងប្អូនយើងផ្សេងបានថតបង្ហាញជូនជីវរដ្ឋយើងឲ្យឃើញទស្សនវិជ្ជាស្អាតនោះស្ទើរមានសារៈសំខាន់សម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នាអញ្ចឹងយើងធ្វើជាចំណែកនៃដំណោះស្រាយនៃជីវិតរស់នៅរបស់ជីវរដ្ឋរបស់យើងទាំងក្នុងប្រទេសក៏ដូចជាទាំងនៅលើពិភពលោកដែលជាផ្នែកមួយនៃការសិក្សាស្រាវជ្រាវនិងរៀនសូត្រពីគ្នាទៅវិញទៅមកបរិស្ថានស្អាតជីវិតរស់នៅក៏ល្អចឹងហើយការចែកម្លែកអ្វីដែលល្អសម្រាប់ពិភពលោកគឺជាភាពស្រស់ស្អាតគឺជាសម្ផស្សបាទដែលយើងគួរតែចែកចម្លែកមិនគួរណាមើលរំលងទោះបីតិចតួចក៏ដោយបាទអញ្ចឹងសារវីដេអូនេះគឺសូមជូនតែប៉ុណ្ណេះឯងហើយសូមអរគុណសូមសុខភាពល្អ